មានសេដ្ឋីជើងថ្មីមួយរូបពេលឃើញសេដ្ឋីដទៃគេមានផ្ទះ3ជាន់មើលទៅទំនងដូចជាសមរម្យខ្លួនក៏រកនឹកឃើញចង់សង់ផ្ទះ3ជាន់នឹងគេដែរគេគិតក្នុងចិត្តថាយើងមានមាសប្រាក់ទ្រព្យសម្បត្តិដូចតែអ្នកឯងទេតើអ្នកឯងសង់ផ្ទះ3ជាន់បានយើងមានរឿងអីទៅចាញ់អ្នកឯងគិតហើយគេក៏ទៅរកជាងដែលធ្លាប់ធ្វើផ្ទះអ្នកមុនឲ្យមកសង់ផ្ទះរបស់ខ្លួនម្ដងពេលជាងកំពុងបង្ហាប់ដីរៀបឥដ្ឋសង់ជាន់ទី1សេដ្ឋីដើរមកឃើញដូច្នេះនឹកឆ្ងល់ក្នុងចិត្តគេកំពុងសួរទៅជាងថាពួកឯងកំពុងធ្វើផ្ទះបែបហ្នឹងជាងឆ្លើយសង់ផ្ទះ3ជាន់តើលោកត្រូវការនឹងណាដូច្នេះសន្ធិក៏និយាយបែបហំអ្នកឯងសង់ផ្ទះតើទៅធ្វើតម្រូវតាមម្ចាស់ផ្ទះឬតម្រូវចិត្តខ្លួនឯងខ្ញុំអត់ត្រូវការជាន់ទី1ទី2អីទេខ្ញុំគឺត្រូវការតែជាន់ទី3មួយប៉ុណ្ណោះឯងធ្វើតម្រូវតាមនឹងទៅមិនចាំបាច់ក្បាច់ក្បួយច្រើនទេអ្វីទាំងឡាយតែមានកិច្ចការរបស់វាមានក្បាលមានកន្ទុយមានដើមមានចុងមុននឹងសង់ផ្ទះគេតែងបង្ហាប់ដីបុកគ្រឹះរៀបថ្នមរៀបឥដ្ឋបន្តគ្នាឡើងទៅតែលោកសេដ្ឋីមិនយល់បែបបទនៃការសង់ផ្ទះគេចង់បានតែជាន់ទី3មួយអត់ត្រូវការជាន់ទី1និងទី2ទេនេះជាការជំនះនៅលើកិច្ចក្រមមូលដ្ឋាននៃការសាងសង់ដែលវាមិនអាចទៅរួចឡើយ